ប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរមានប្រវត្តិយូរលង់ណាស់មកហើយនៅក្នុងប្រវត្តិសាស្ត្រខ្មែរហើយក៏ជាកម្មវត្ថុដ៏សំខាន់មួយនៃការសិក្សាប្រឹងប្រែងថែរក្សារបស់កូនខ្មែរគ្រប់ជំនាន់បន្តមកដល់សម័យឧដុង្គតាមរយៈឯកសារទម្រង់ការប្រជាជាស្ដាដែលជាឯកសារចំណាស់បំផុតបានបង្ហាញឲ្យដឹងថានៅសម័យនោះមានការអនុញ្ញាតកំណត់ឲ្យកូនកំលោះកូនក្រមុំស្លៀកពាក់សម្លៀកបំពាក់ដោយយកគំរូតាមព្រះរាជវង្សហើយក៏បន្តជាទំនៀមទម្លាប់មកដល់បច្ចុប្បន្នថាការស្លៀកពាក់ក្នុងពិធីអាពាហ៍ពិពាហ៍ជាពិសេសពិធីសំពះផ្ទឹមដែលជាពិធីធំនោះកូនកំលោះកូនក្រមុំត្រូវតែតែងកាយឯកក្សត្រាក្សត្រីពីសម័យបុរាណប្រទេសកម្ពុជាចាប់តាំងពីសម័យឧដុង្គមកដល់បច្ចុប្បន្នឆ្លងកាត់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនអនេកភាពរីកចម្រើនដែលខិតចូលមកដល់កម្ពុជាធ្វើឲ្យសម្លៀកបំពាក់ប្រពៃណីនៃពិធីមង្គលអាពាហ៍ពិពាហ៍ខ្មែរផ្លាស់ប្ដូរទៅតាមយុគសម័យដូចជាដើមសម័យឧដុង្គពាក់កណ្ដាលសម័យឧដុង្គចុងសម័យឧដុង្គសម័យអាណានិគមនិយមបារាំងសម័យសង្គមរាស្ត្រនិយមនិងសម័យបច្ចុប្បន្នតាមរយៈឯកសារទម្រង់ការប្រជាជាស្ដាយើងអាចដឹងថាការតែងកាយនៅក្នុងពិធីមង្គលការខ្មែរនៅដើមសម័យឧដុង្គព្រះមហាក្សត្រទ្រង់រាជានុញ្ញាតឲ្យប្រជានារីប្រើប្រាស់សម្លៀកបំពាក់ដោយយកគំរូតាមបែបក្សត្រស្ត្រីមានប្រើក្បាំងប្រើម៉ូលីព្រះគៀវឯបុរសប្រើមកុដអំពីក្រណាត់ទាំងបុរសនិងស្ត្រីត្រូវតែងកាយតាមរបៀបខត្តិយវង្សស្លៀកសំពត់ពាក់ស្បៃជាដើមដូចនេះក្នុងរូបសន្និដ្ឋានបង្ហាញឲ្យឃើញពីបែបផែនដែលបុគ្គលបណ្ដាស័ក្តិខ្មែរស្លៀកពាក់មុនផ្លាស់ប្ដូរនៅសម័យក្រោយមកនៅដើមសម័យឧដុង្គការតែងកាយពេញយោះទ្រង់គ្រឿងរបស់ស្ត្រីនៅសម័យឧដុង្គប្រៀបធៀបនឹងលក្ខណៈបរិយាយក្នុងឯកសារទម្រង់ការប្រជាជាស្ដាស្បៃដែលស្ត្រីនៅដើមសម័យឧដុង្គមានលក្ខណៈជាស្បៃវែងខ្លាំងមានសន្តានទន់ហៅថាស្បៃតាតដោយជាទូទៅគេប្រើប្រាស់រួមជាមួយនឹងស្បៃទ្រនាប់ឬហៅថាស្បៃភ្លីការប្រើប្រាស់របៀបនេះមានសល់ជាទំនៀមរហូតមកដល់សព្វថ្ងៃស្ត្រីសម័យបុរាណពានាស្បៃទម្លាក់ក្បាលស្បៃមកខាងមុខនិងបញ្ឆិតចូលទៅក្នុងបន្តិចចុងស្បៃខាងក្រោយទម្លាក់វែងស្មើនឹងចុងសំពត់លុះមកដល់ពាក់កណ្ដាលសម័យឧដុង្គយោងតាមឯកសារសម័យបុរាណក្នុងការព្រាមចូលសាសជ្វាទ្រង់បញ្ញត្តិថាកូនប្រុសដែលត្រូវឡើងមកសំពះមង្គលការត្រូវឲ្យស្លៀកសំពត់សំឡុយពាក់អាវផាយឯកូនស្រីត្រូវតែងកាយធំស្លៀកសំពត់សាឡបាប់ឬហូលឬលបើកជាសំពត់សំឡុយពាក់អាវប្រែបំពង់វែងពណ៌ដណ្ដប់ផាហ៊ុមវែងពណ៌បួងសក់និងពាក់ល្បៃពេលនោះហើយអាវបំពង់ត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការខ្មែរចាប់តាំងពីរជ្ជកាលព្រះរាមចូលសះមកស្ត្រីជាកូនក្រមុំច្រើនពាក់អាវបំពង់ពីនាស្បៃពីលើនិងមានពាក់របៃផងដែរអាវបំពង់ច្រើនធ្វើអំពីក្រណាត់ប្រែពណ៌មានសម្រងវែងមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងអាវម៉ាឡាយូក្រោយពេលសម័យព្រះរាមចូលសះបញ្ចប់អាវបំពង់នៅមានប្រើប្រាស់រហូតមកការប្រើប្រាស់អាវបំពង់នៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរចាប់ផ្ដើមថយចុះជាលំដាប់ក៏ប៉ុន្តែនៅតាមតំបន់និងនៅទីជនបទមួយចំនួននារីខ្មែរក៏នៅតែរក្សាពាក់អាវបំពង់នេះនៅក្នុងពិធីអាពាហ៍ពិពាហ៍រហូតមកដល់បច្ចុប្បន្នផងដែរលុះមកដល់ចុងសម័យឧដុង្គយើងមិនឃើញមានឯកសារនិយាយពីសម្លៀកបំពាក់មង្គលអាពាហ៍ពិពាហ៍ឲ្យបានច្បាស់លាស់ទេតែប្រទះឃើញមាននិយាយលើកឡើងក្នុងអក្សរសិល្ប៍បុរាណផ្សេងមានរឿងព្រះជិនវង្សរឿងវរៈវង្សសូរវង្សរឿងព្រះនាងចម្ប៉ាថោងជាដើមព្រមទាំងប្រទះឃើញទំនៀមស្លៀកពាក់បែបបណ្ដាស័ក្តិក្នុងឯកសារច្បាប់ប្រផ្ដាពិសេសនិងច្បាប់ទ្វារទសមាសខ្លះៗផងដែរការស្លៀកពាក់របស់ស្ត្រីនៅសម័យនោះនៅបន្តរក្សាទំនៀមទម្លាប់ពីនាស្បៃពីសម័យឧដុង្គមកជាទូទៅឃើញនិយមប្រើស្បៃតាតនិងស្បៃប៉ាក់ផ្កាស្ត្រីចុងសម័យឧដុង្គនិយមគ្រឿងអលង្ការជាពិសេសគឺខ្សែឈៀងលក្ខណៈពិសេសទៀតរបស់ស្ត្រីនៅចុងសម័យឧដុង្គ
គឺការទុកសក់ខ្លីនិងកាត់សក់ផ្កាថ្កើ